យ៉ាងណាមិញក្រៅពីមានសម្រស់ស្រស់ស្អាតស៊ីឈីវដែលជាបុរសពិសោធន៍ក៏គ្មានអ្វីពិសេសអំពីនាងទេនោះគឺដោយសារតែអ្នកមិនដែលបានឃើញភ្នែកដ៏ទាក់ទាញនិងទាក់ទាញរបស់នាងនាងបច្ចុប្បន្នមិនមែនជានាងពិតទេតើនាងបានឆ្លងកាត់អ្វីខ្លះក្នុងរយៈពេល5ឆ្នាំនោះយ៉ាងសៀវហេតុអ្វីបានជាអ្នកមិនលើកទូរស័ព្ទខ្ញុំពេលអ្នកនៅផ្ទះអូខ្ញុំទើបតែលេងហ្គេមមួយតើអ្នកនិយាយអ្វីសួស្ដីស៊ីឈៀងខ្ញុំមើលថាអ្នកជួបបញ្ហាហើយបងស្រីសុងលោករដ្ឋមន្ត្រីលីបានចុះបន្ទប់ខ្ញុំជាមួយនឹងកូនសោបន្ទប់ហើយព្យាយាមរំលោភខ្ញុំតើអ្នកណាជាអ្នកឲ្យកូនសោបន្ទប់នោះទៅគាត់ស៊ីឈៀងអ្នកមិនសង្ស័យថាខ្ញុំបានឲ្យកូនសោបន្ទប់គាត់ទេមែនទេទោះបីជាខ្ញុំចង់ទាញយកប្រយោជន៍ពីទំនាក់ទំនងរបស់ឈិនក៏ដោយក៏ខ្ញុំគ្មានហេតុផលណាដែលត្រូវក្បត់អ្នកដែរបងស្រីសងតើគាត់នឹងខ្វល់ពីខ្ញុំដែរទេខ្ញុំនឹងត្រូវសួរចៅវាយអំពីរឿងនោះឈៀវមានរឿងអ្វីលោកយ៉ាងឆេវខ្ញុំចង់លាលែងពីតំណែងអ្នកភ្លេចអ្វីដែលបានកើតឡើងពីមុនរឿងពីអតីតកាលអូខ្សែដៃពេជ្រថ្មីរបស់ខ្ញុំបាត់យ៉ាវខ្ញុំសង្ឃឹមថាគ្មាននរណាម្នាក់លួចខ្សែដៃពេជ្ររបស់អ្នកទេស៊ីឈៀវខ្ញុំបានឃើញគាត់លួចខ្សែដៃពេជ្ររបស់យ៉ាវដោយភ្នែកខ្ញុំផ្ទាល់ខ្សែដៃពេជ្រអ្វីខ្ញុំមិនបានលួចវាទេអ្នកលួចវាហើយអានទេលោកតើអ្នកយល់ច្រឡំទេស៊ីឈៀវមើលទៅមិនដូចចោតទេថាតើវាត្រូវបានគេលួចឬអត់អ្នកអាចរកឃើញដោយគ្រាន់តែស្វែងរកហេតុអ្វីបានជាអ្នកឆែកឆេរការបូកស្ពាយរបស់ខ្ញុំតើអ្នកអាចប្រកល់វាមកវិញដោយរបៀបណាស៊ីឈៀវតើអ្នកមានអារម្មណ៍ថាមានកំហុសទេស្បែកជើងក្រណាត់ទាំងនេះជាអ្វីហាទាំងនេះគឺជាស្បែកជើងក្រណាត់ដែលម៉ាក់ខ្ញុំដេរឲ្យខ្ញុំដោយដៃតើអ្នកនឹងឲ្យវាមកខ្ញុំវិញមែនទេពិតណាស់គាត់មកពីភូមិភ្នំក្រីក្រមួយហើយនៅតែពាក់ស្បែកជើងក្រណាត់សូម្បីតែនៅសម័យនេះក៏ដោយស្បែកជើង Channel ដែលខ្ញុំកំពុងពាក់ទាំងនេះគឺជាស្ទីលថ្មីស្រឡាងមានតម្លៃ$500,000អាយ៉ាថ្លៃណាស់ខ្ញុំបានមកពីភ្នំប៉ុន្តែខ្ញុំមិនគិតថាអត្តសញ្ញាណរបស់ខ្ញុំជាអ្វីដែលត្រូវខ្មាស់អៀននោះទេនេះមិនមែនជាហេតុផលសម្រាប់អ្នកដើម្បីសើចចំអកឲ្យខ្ញុំទេរកឃើញហើយវាជាខ្សែដៃពេជ្រស៊ីឈៀវអ្នកជាចោរមានរឿងអ្វីកើតឡើងពួកគេពិតជាបានរកឃើញខ្សែដៃពេជ្រមួយនៅក្នុងកាបូបស្ពាយរបស់ឆែឈៀវនេះមិនមែនជារបស់ខ្ញុំទេខ្ញុំមិនបានលួចវាទេហើយអ្នកនៅហ៊ានប្រកែកទៀតឬថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកនៅមេរៀនមួយចោលឲ្យឯងលួចខ្សែដៃពេជ្ររបស់ខ្ញុំទៅចោលឲ្យលុតជង្គង់ចុះហើយសុំទោសខ្ញុំឥឡូវនេះខ្ញុំមិនបានលួចវាទេហេតុអ្វីបានជាអ្នកវាយខ្ញុំលែងខ្ញុំទៅឈប់វាយខ្ញុំទៅអ្នកកំពុងធ្វើអ្វីលោកគ្រូចាងសៀវឈៀវបានមកជាមួយខ្ញុំទៅការិយាល័យលោកគ្រូចៅខ្ញុំមិនបានលួចអ្វីទេខ្ញុំចង់ពិនិត្យមើលវីដេអូសុវត្ថិភាពដើម្បីលុបឈ្មោះរបស់ខ្ញុំចេញឈៀវកុំឲ្យមានការភ័យស្លន់ស្លោអ្នកលោកគ្រូចាងតើលោកគ្រូកំពុងធ្វើអ្វីខ្ញុំដឹងថាអ្នកមកពីតំបន់ភ្នំហើយអ្នកខ្វះខាតលុយប៉ុន្តែអ្នកមិនចាំបាច់លួចអ្វីទេអ្នកកំពុងតាមខ្ញុំនឹងឲ្យលុយអ្នកកុំមកជិតទៀតអីកុំមកជិតនេះទៀតបើឯងហ៊ានប៉ះអញខ្ញុំនឹងប្តឹងឯងប្តឹងខ្ញុំពីបទអ្វីខ្ញុំនឹងប្រាប់ពួកគេថាអ្នកត្រូវបានគេចាប់បានលួចបន្ទាប់មកអ្នកបានព្យាយាមលួងលោមខ្ញុំស៊ីឈៀវវាពិតជារីករាយណាស់ដែលបានក្លាយជាអ្នកណែនាំនៅក្នុងកម្មវិធីរបស់ខ្ញុំហាទេវាមិនមែនដូច្នោះទេតើពួកគេនឹងជឿអ្នកទេក្មេងម្នាក់មកពីតំបន់ភ្នំដែលគ្មានប្រវត្តិឬទំនាក់ទំនងអ្វីឡើយនៅទីនេះហើយខ្ញុំជាទីប្រឹក្សាកម្រិតសាស្ត្រាចារ្យតើអ្នកគិតថាពួកគេនឹងជឿអ្នកណាកុំប៉ះខ្ញុំអីកុំប៉ះខ្ញុំកុំចូលមកចិត្តទៀតអីលែងខ្ញុំទៅអាហឺស៊ីឈៀវអ្នករួចរាល់ហើយ
ថ្ងៃនេះខ្ញុំត្រូវប្រកាសអ្វីមួយស៊ីឈៀវជាសិស្សនៅសាលារបស់យើងបានរំលោភលើច្បាប់និងបទបញ្ញត្តិរបស់សាលាយ៉ាងធ្ងន់ធ្ងរឥឡូវនេះគាត់ត្រូវបានបញ្ជាឲ្យដកខ្លួនចេញពីសាលារៀនលោកនាយកវាមិនមែនដូច្នោះទេសូមអនុញ្ញាតឲ្យខ្ញុំពន្យល់លោកនាយកឈៀវនេះជាសេចក្តីប្រកាសព័ត៌មានដែលអ្នកបានសរសេរមែនទេអ្នកនៅតែចង់ធ្វើជាពិធីករមែនទេកុំសំបីតែស្រមៃអំពីវាអីទេស៊ីឈៀវប្រាប់អ្នកសកលលោកដ៏ធំធេងតម្រូវឲ្យមានសម្បត្តិមួយហើយកំណាប់និងទីកន្លែងឆ្ងាយក៏តម្រូវឲ្យមានការរុករកផងដែរការសុបិនឃើញគាត់គឺថ្លៃពេកហើយមនុស្សក្រីក្រដូចអ្នកពិតជាមិនអាចមានលទ្ធភាពទិញវាបានទេ